ចំបាទសូមគោរពនឹងជំរាបសួរបងប្អូនជុំវិញទាំងអស់យើងមានការជួបទុកលំបាកដោយសារមានប្រទេសជិតខាងបានឈ្លានពានហើយគ្រាក្នុងការហ្នឹងខ្ញុំនៅតែបន្តចូលរួមក្នុងស្មារតីខ្មែរត្រូវតែចូលរួមជួយខ្មែរហើយជ្រើសក្នុងការនេះខ្ញុំក៏បានចូលរួមរបស់របរអ្វីផ្សេងៗដើម្បីទៅជួយបងប្អូនភាសាខ្ញុំនៅតែបន្តទៀតហើយនៅក្នុងនេះគឺខ្ញុំបាននាំនៅរបស់របរជាច្រើនមានសម្លៀកបំពាក់ទឹកសុទ្ធរបស់ហូបនំនិងរបស់ប្រើប្រាស់ទៅកន្លែងភាសាមួយកន្លែងបាទហើយឃើញថាបងប្អូនប្រជាពលរដ្ឋយើងគាត់ជួបទុក្ខលំបាកច្រើនដោយសារតែគាត់ជិតឆ្ងាយពីផ្ទះបាទសម្បែងហើយដើម្បីចូលរួមការទុក្ខលំបាកខ្ញុំក៏បាននាំរបស់ទៅហើយខ្ញុំសូមលើកដៃសំពះគ្រប់បងប្អូនអរគ្នាដែលជួបការលំបាកខ្ញុំក៏ដូចជាប្រជាពលរដ្ឋធម្មតាទេក៏ប៉ុន្តែខ្ញុំបានប្រម៉ាយប្រមូលរបស់របរដែលប្រើប្រាស់បាននិងប្រយោជន៍ជូនបងប្អូនហើយសង្ឃឹមថារបស់តិចតួចទាំងអស់នេះនឹងជួយបងប្អូនដែលភាសាពីការរត់ឆ្ងាយពីផ្ទះសម្បែងដោយសារមានការគ្រប់ផ្លោងផ្សែងពុលហើយផ្សេងហើយជាក្នុងការហ្នឹងខ្ញុំក៏ជាយាមប្រម៉ាយប្រមូលធនធានតិចតួចចូលរួមជូនជាថវិកាតិចតួចទៅដល់កូនខ្មែរដែលបានភាសាពួកគាត់គឺជាជនជាតិខ្មែរប្រទេសណាក៏គេស្រឡាញ់ជាពលរដ្ឋគេដែរមិនថានឹងខ្ញុំទេដូច្នេះយើងទាំងអស់គ្នាប្រឹងប្រែងដើម្បីជួយខ្មែរទាំងអស់គ្នាដូចជាអ្នករងទោសហើយសង្ឃឹមថាពួកយើងនឹងចាក់ផុតការឈ្លានពាននេះវិលត្រឡប់ទៅផ្ទះសម្បែងរបស់យើងឲ្យសុខសាន្តដើម្បីប្រកបអាជីពជីវភាពទាំងអស់គ្នាតែធ្វើម៉េចយើងជួបទុកមានតែយើងចែករំលែកការលំបាកមានអ្វីយើងប្រើប្រាស់រួមបានទាំងរួមហើយអ្វីដែលយើងគិតថានឹងបន្តជួយបានយើងបន្តជាពិសេសបងប្អូនអាចសន្សំចៃអ្វីដែលមានហើយអ្វីដែលធ្វើរួមគ្នាជាពិសេសក៏លើកដៃថ្វាយបង្គំដល់ព្រះអង្គម្ចាស់គ្រប់ព្រះអង្គជាពិសេសវត្តមេភូមិមេឃុំដែលយកចិត្តទុកដាក់ជាមួយនឹងប្រជាពលរដ្ឋខ្មែរដែលភាសាជាពិសេសព្រះអង្គដែលវិចៅអធិការបានផ្ដល់កន្លែងជាជំរកសម្រាប់ប្រជាពលរដ្ឋខ្មែរដែលរងអំពើអយុត្តិធម៌ពីការឈ្លានពានប្រទេសដទៃបាទខ្ញុំមានន័យថាខ្ញុំនៅតែបន្តប្រឹងប្រែងធ្វើការងារហើយនឹងមានឱកាសនឹងត្រឡប់មកម្ដងទៀតហើយជាក់ស្ដែងនេះជាលើកទី2ហើយដែលខ្ញុំទៅកន្លែងភាសាហ្នឹងដើម្បីទៅជួយចូលរួមបងប្អូនចែករំលែកនៅរបស់របរប្រើប្រាស់ការហូបចុកនិងធនធានខ្លះសង្ឃឹមថាបងប្អូនអាចសម្រាប់ទុកលំបាកមួយគ្រាដែរហើយជាទីបញ្ចប់ខ្ញុំលើកដៃសំពះជូនពរបងប្អូនអស់សុខសប្បាយនិងមានឱកាសត្រឡប់ទៅស្រុកកំណើតវិញនិងឈ្នះអស់គ្រប់មេស្ទៅនិងសូមដឹងគុណវរៈកងទ័ពខ្មែរសូមអរគុណដល់អ្នកជំរាបលាបាទ